ថ្ងៃនេះគឺជាថ្ងៃ13រោចខែទុតិយាសាទឆ្នាំរកាបញ្ញស័កពុទ្ធសករាជ2537ខ្សែអត្ថសម្លេងធម៌ទី6នៅភូមិសុភី1ខេត្តបាត់ដំបងឆ្នាំសិក្សានេះយើងរៀនបាន10ថ្ងៃហើយខ្ញុំប្រកាសរណាខ្ញុំបាទនឹងសម្ដែងដោយខ្លឹមសារក្នុងការបប្រតិបត្តិព្រះធម៌ប៉ុន្តែមុននឹងសម្ដែងសូមជម្រាបយ៉ាងខ្លីប៉ុណ្ណេះសិនញាតិញោមចាំស្ដាប់ណាទេណាចាំស្ដាប់ទាំងអស់គ្នាកុំមាត់ចាំខ្ញុំជម្រាបថាការដែលយើងសម្រាកនឹងមាន2យ៉ាងសម្រាកផ្លូវកាយមួយសម្រាកផ្លូវចិត្តមួយសម្រាកផ្លូវកាយមិនចាំបាច់ជម្រាបទេប្រគុណម្ចាស់ញាតិញោមជ្រាបហើយប៉ុន្តែឥឡូវជម្រាបអំពីការសម្រាកផ្លូវចិត្តសម្រាកផ្លូវចិត្តនឹងគឺសម្រាកអកុសលធម៌ដោយកុសលធម៌ឯក្រៃលោមទៅលឺថ្លង់ម៉ូតូខ្ញុំជម្រាបម្ដងទៀតសម្រាកនឹងមាន2យ៉ាងគឺសម្រាកផ្លូវកាយមួយសម្រាកផ្លូវចិត្តមួយហើយសម្រាកផ្លូវចិត្តនោះគឺសម្រាកនៅអកុសលធម៌ដោយកុសលធម៌ឥឡូវនេះញាតិញោមទៀងផ្ទាត់មើលតើញាតិញោមសម្រាកធัวណាហើយរវល់ធัวណាសម្រាកផ្លូវចិត្តរវល់ផ្លូវកាយឬក៏សម្រាកផ្លូវកាយរវល់ផ្លូវចិត្តឬក៏រវល់ទាំងពីរក៏មិនដឹងហើយតទៅនឹងសម្ដែងធម៌នៅក្នុងអរិយាបថបព្វៈទៀតណានៅក្នុងអរិយាបថបព្វៈកាយានុបស្សនាសតិប្បដ្ឋាននឹងព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់សម្ដែងដើម្បីជាឧបការៈឲ្យពុទ្ធបរិស័ទអ្នកស្ដាប់នឹងឯងមានស្មារតីសូម្បីក្នុងអរិយាបថណាមួយដេកដើរឈរអង្គុយក៏កបីមានសតិសម្បជញ្ញៈប្រកបទៅដោយសេចក្តីព្យាយាមដុតកំដៅនៅកិលេសធម៌គឺអវិជ្ជានិងទោមនស្សដែលហៅថាវិនយលោកេអវិជ្ជាទោមនស្សសੰយើងគ្រប់គ្នាមានកាយគឺមហាភូតរូប4អាស្រ័យមហាភូតរូប4នេះហើយទៅឲ្យសម្រេចបានទៅជាអរិយាបថណាមួយប៉ុន្តែថាការបរិបត្តិក្នុងសតិប្បដ្ឋានគឺសតិរលឹកត្រង់លក្ខណៈនៃធម៌គឺជាសភាវៈធម៌នៅក្នុងពួកកាយដូចជាក្នុងអរិយាបថបព្វៈគឺសភាវៈធម៌ដែលប្រកបឡើងជាប្រកដីគ្រប់អរិយាបថទាំង4ដែលជាធម៌មានពិតជាបរមត្ថធម៌អរិយាបថ4នេះគឺជាការហៅឈ្មោះទៅតាមសន្តានទ្រង់ទ្រាយនៃរូបដែលប្រជុំរួមគ្នាច្រើនតែប៉ុណ្ណោះបើមិនមានការអប់រំនៅសតិរលឹកត្រង់លក្ខណៈនៃរូបតែមួយលក្ខណៈឬមួយប្រភេទដោយឡែកអំពីគ្នាទេនោះគង់នឹងមានសេចក្តីប្រកាន់ថារូបអង្គុយមានរូបដើរមានរូបឈរមានរូបដេកមានតែដោយបរមត្ថនៅក្នុងរូប28មិនមានរូបដើររូបដេករូបឈររូបអង្គុយទេតែនៅក្នុងអរិយាបថបព្វៈនេះគឺដឹងធម៌ដឹងសភាវៈធម៌ដោយជាសភាវៈរូបដែលមានក្នុងអរិយាបថញាតិញោមពុទ្ធបរិស័ទទាំងឡាយការប្រជុំរួមនៃរូបច្រើនអញ្ចឹងទៅអាចមានសន្តានទ្រង់ទ្រាយប្រកបឡើងជាអ
อาการะเจวิการะโดยอาศัยสันทานตรงเตรนี้เองให้យើងក៏ស្គាល់បានថាជារូបរាងកាយកាលណាបើយើងប្រកាន់ថារូបរាងកាយនេះឯងជាទូខ្លួនព្រោះតែយើងសម្គាល់ថារូបដើររូបដេករូបឈររូបអង្គុយមាននេះឈ្មោះថាបញ្ញត្តិបាំងបរមត្ថបញ្ញត្តិបាំងបរមត្ថនេះញាតិញោមពុទ្ធបរិស័ទក៏បីនឹងសិក្សាឲ្យបានយល់ចូលចិត្តដើម្បីជាគ្រឿងទឿនស្មារតីឲ្យមានការរលឹកត្រង់ទៅលើតែបរមត្ថធម៌ហើយបើកនៅបញ្ញត្តិបើមិនយ៉ាងនោះទេញាតិញោមអាចច្រឡំនៅបញ្ញត្តិថាជារបស់មានហើយមិនរួចផុតអំពីទិដ្ឋិបញ្ញត្តិនឹងទៅទៀតក៏វាអាស្រ័យទៅតាមសន្តានទ្រង់ទ្រាយដូច្នេះសន្តានទ្រង់ទ្រាយនេះធ្វើឲ្យយើងដែលមិនបានអប់រំនៅវិជ្ជាវិបស្សនាយល់ច្រឡំបានថាជាវត្ថុនេះវត្ថុនោះតាមសន្តានទ្រង់ទ្រាយឧទាហរណ៍ដូចជាកែវដែលញាតិញោមសម្គាល់បានទៅតាមសន្តានទ្រង់ទ្រាយរបស់វាតែសេចក្តីពិតលក្ខណៈនៃរូបបរមត្ថកាលណាបើប្រកាសឡើងតាមផ្លូវភ្នែកគឺជារូបអារម្មណ៍ជាពណ៌របស់ដីទឹកភ្លើងខ្យល់ហើយបើមានការប៉ះទប់តាមផ្លូវកាយក៏ត្រឹមតែជាលក្ខណៈរឹងប៉ុន្តែអាស្រ័យសន្តានទ្រង់ទ្រាយនៃមហាភូតរូបធ្វើឲ្យញាតិញោមសម្គាល់បានថាជាកែវហើយបើសិនជាកែវនោះឯងគេយកទៅរំលាយហើយធ្វើឲ្យមានសន្តានទ្រង់ទ្រាយផ្សេងទៅវិញញាតិញោមក៏សម្គាល់ថារបស់ផ្សេងក្រៅអំពីកែវអញ្ចឹងទៅជាពេងជាប៉ាន់ឬវត្ថុនេះនោះតែលក្ខណៈពិតដែលប្រកាសឡើងនោះត្រឹមតែរូបបរមត្ថរឹងឬសភាវៈប្រកាសតាមផ្លូវភ្នែកជាឧបាទេយរូបនៃមហាភូតរូបប៉ុណ្ណោះតែដល់ទៅអាស្រ័យសន្តានទ្រង់ទ្រាយម្ដងថាកែវទៅហើយសភាវៈបរមត្ថនឹងដដែលសោះទេរូបតាមផ្លូវភ្នែកប៉ុណ្ណឹងទេរូបដែលប៉ះទុកផ្លូវកាយប៉ុណ្ណឹងទេប៉ុន្តែទៅជារបស់រតីផ្សេងទៅនេះសន្តានទ្រង់ទ្រាយនាំឲ្យញាតិញោមសម្គាល់ទៅជារបស់នេះនោះជាការបញ្ញត្តិគឺសមតិបញ្ញត្តិគ្រាន់តែសន្មត់ហៅប៉ុណ្ណោះហើយអាចបិទបាំងបរមត្ថធម៌ទៅបានបិទបាំងបរមត្ថធម៌យ៉ាងម៉េចញាតិញោមមើលទៅឃើញកែវឃើញទេព្រោះអាស្រ័យការដោតចិត្តគំនិតទៅលើកែវទៅហើយនោះវាបិទបាំងសភាវៈពិតដែលប្រកាសឲ្យឃើញគឺត្រឹមតែជារូបារម្មណ៍នោះបាត់ទៅហើយដែលជារូបបរមត្ថសោះប៉ុន្តែមโนទ្វារវិថីចិត្តគឺចិត្តដែលកើតតាមមโนទ្វារមានបញ្ញត្តិជាអារម្មណ៍ទៅតាមទ្រង់ទ្រាយសន្តានញាតិញោមសម្គាល់ថាកែវម្ល៉េះហើយមើលឃើញកែវហើយដល់ទៅចាប់ក៏ចាប់កែវត្រង់សភាវៈរឹងដែលប្រកាសតាមទ្វារកាយជារូបបរមត្ថរំលងបាត់គឺបិទបាំងដោយបញ្ញត្តិព្រោះថាទៅចាប់កែវហើយអាត្រង់រឹងដែលប្រកាសតាមផ្លូវកាយជារូបដែលមានជារបស់ពិតហើយពិតបណ្ណាទៅទៀតដែលមានកែវឯណាមកប៉ះតាមទ្វារកាយដែលមានកែវឯណាមកប្រកាសតាមផ្លូវភ្នែកប៉ុន្តែមើលឃើញកែវចាប់កែវយកកែវដួសទឹកពិសាដូច្នេះបញ្ញត្តិបាំងបរមត្ថនេះគឺញាតិញោមគប្បីស្ដាប់ឲ្យបានយល់ចូលចិត្តហើយបង្អោនសតិត្រង់ទៅលើសភាវៈបរមត្ថក្នុងជីវិតប្រចាំថ្ងៃរឿយជាប្រកដីញាតិញោមនឹងបានចោះចូលក្នុងការសិក្សានៅសច្ចធម្មៈគឺជាសភាវៈពិត
បើមិនយ៉ាងនោះញាតិញោមនៅតែច្រឡំទៅតាមសមតិបញ្ញត្តិផ្សេងដែលមិនមានហើយរំលងសភាវៈបរមត្ថមិនដែលបានអប់រំបញ្ញាដឹងសភាវៈពិតជាបរមត្ថនោះទេព្រោះបញ្ញត្តិធัวវាបាំងអស់ហើយយ៉ាងណាមិញអរិយាបថនឹងក៏ដូចគ្នាដែរញាតិញោមមើលទៅឃើញរូបអង្គុយរូបឈររូបដើររូបដេកអញ្ចឹងទៅតែនេះអាស្រ័យសន្តានទ្រង់ទ្រាយសន្តានទ្រង់ទ្រាយនេះឯងប្រកបឲ្យញាតិញោមសម្គាល់បានថារូបអង្គុយឬរូបដើរនឹងមានតែបើញាតិញោមបើកនៅសន្តានទ្រង់ទ្រាយបើកនៅបញ្ញត្តិចេញអំពីសភាវៈបរមត្ថហើយរូបដេករូបដើររូបឈររូបអង្គុយមិនមានជាដាច់ខាតមិនមានដោយពិតប្រាកដញាតិញោមពុទ្ធបរិស័ទទាំងឡាយនេះគឺជាធម៌ល្អិតល្អន់ជាទីបំផុតនៅក្នុងសមោហវិនោទនីអដ្ឋកថាអាយតនវិភាំងលោកមានសម្ដែងអំពីសន្តតិគឺតំណនៃសង្ខារធัวបាំងអនិច្ចំអរិយាបថបាំងទុក្ខំនិងខណៈបាំងអនត្តាដូច្នេះចំពោះធัวដែលលោកបានសម្ដែងនៅក្នុងអដ្ឋកថាអាយតនវិភាំងគឺជាការសម្ដែងបញ្ជាក់ទៅលើលក្ខណៈនៃធัวដែលជាបរមត្ថក្នុងអាយតនៈដូច្នេះញាតិញោមស្រាវជ្រាវរាវរកមើលតើដេកដើរឈរអង្គុយហ្នឹងអរិយាបថឯណានេះមួយហ្នឹងតើជាអាយតនៈអីជារូបាយតនៈក៏មិនមែនឬថាជាចក្ខាយតនៈក៏មិនមែនជាសត្ទេយតនៈក៏មិនមែនសោតាយតនៈក៏មិនមែនគ្រប់អាយតនៈទាំង12គឺមិនមានរូបដេករូបដើររូបឈររូបអង្គុយទេដូច្នេះកាលណាបើអរិយាបថទាំង4នេះញាតិញោមពុទ្ធបរិស័ទនៅសម្គាល់ថាមានដូច្នេះគឺរមែងមិនឃើញនៅទុក្ខលក្ខណៈនៃសង្ខារធម៌ការបើកអរិយាបថគឺបានសេចក្តីថាមិនប្រកាន់នៅអរិយាបថនេះថាជាសភាវៈដែលមានពិតនេះគឺការបើកអរិយាបថដោយសតិរលឹកលក្ខណៈនៃសភាវៈតែមួយលក្ខណៈតែមួយលក្ខណៈញាតិញោមជ្រាបស្រាប់ហើយសង្ខារធัวមិនទៀងមែនពិតអនិច្ចាវតសង្ខារាប៉ុន្តែព្រោះអាស្រ័យសន្តតិនៃធัวកាលដែលមិនមានសតិរលឹកត្រង់លក្ខណៈនៃសភាវៈតែមួយលក្ខណៈឲ្យបានប្រជ្ជៈនៃការកើតនិងការរលត់រមែងសម្គាល់ឃើញថារូបនោះទៀងឧទាហរណ៍ដូចជានៅក្នុងរូបបារម្ភដែលប្រកបឡើងឲ្យឃើញតាមផ្លូវភ្នែកឬសត្វទារម្មណ៍ដែលប្រកបឡើងឲ្យឮតាមផ្លូវត្រចៀកបើមិនអប់រំសតិរឿយក្នុងការរលឹកដឹងរូបតែមួយលក្ខណៈរូបបារម្ភក្តីរូបគឺសត្វទារម្មណ៍ក្តីគឺរមែងមានសន្តតិនៃរូបនោះដោយអាស្រ័យអីដោយអាស្រ័យការឃើញនៅរូបនោះរលត់ទៅឃើញតមកទៀតរូបដែលរលត់ទៅនោះក៏ប្រកបឲ្យឃើញទៀតតគ្នាយ៉ាងលឿនរហ័សហាក់ដូចជារូបបារម្ភនោះឯងមិនបែកធ្លាយសត្វទារម្មណ៍ក៏ដូចគ្នាធ្វើឲ្យប្រកបនៅភាពដេកដើរឈរអង្គុយនៅពេលដែលញាតិញោមអប់រំសតិញាតិញោមនឹងអាចដឹងបានថាការឃើញពេលនេះមិនមែនជាឃើញមុននេះបន្តិចទេ
ការលឺពេលនេះខណៈនេះមិនមែនជាការលឺមុននេះបន្តិចទេហើយនេះសិតតែជាសភាវៈដែលមិនទៀងការលឺហ្នឹងគឺអីគឺចិត្តបរមត្ថណាការឃើញហ្នឹងគឺចិត្តបរមត្ថណាដូច្នេះការឃើញការលឺក្នុងពេលនេះមិនមែនជាការឃើញការលឺមុននេះបន្តិចសំដែងបញ្ជាក់ថាចិត្តនោះបានរលត់ទៅហើយរូបក៏ដូចគ្នារឹងក្នុងពេលនេះដែលញាតិញោមអញ្ជើញអង្គុយហ្នឹងគឺមានរឹងប្រកបឡើងក្នុងលោកកាយរឹងក្នុងពេលនេះមិនមែនជារឹងមុននេះបន្តិចទេដែលប្រកបឡើងជាមួយនឹងកាយវិញ្ញាណនោះរឹងកើតរួចអញ្ចឹងទៅសំឡេងជ្រែកចូលមករឹងកើតឡើងបន្តអំពីសំឡេងនឹងទៀតដូច្នេះរឹងដែលកើតបន្តអំពីសំឡេងកើតក្រោយសំឡេងហ្នឹងមិនមែនជារឹងដែលកើតមុនសំឡេងទេនេះគឺញាតិញោមស្ដាប់ឲ្យបានវាមានការកើតជ្រែកគ្នាជាចន្លោះរូបគឺដូចជារឹងមានការប្រកបឡើងហើយសំឡេងប្រកបឡើងមិនមែនក្នុងខណៈជាមួយគ្នាទេរឹងគឺប្រកបជាមួយគណៈកាយវិញ្ញាណឯសំឡេងប្រកបជាមួយនឹងខណៈសោតវិញ្ញាណកាយវិញ្ញាណនិងសោតវិញ្ញាណជាចិត្តផ្សេងគ្នាមិនប្រកបក្នុងខណៈជាមួយគ្នាទេហើយមានរឹងប្រកបឡើងក្រោយសំឡេងនឹងទៀតជាការបញ្ជាក់ថារឹងដែលកើតក្រោយនេះមិនមែនរឹងមុនទេសូម្បីយ៉ាងនេះញាតិញោមដែលបានអប់រំសតិបញ្ញាសូម្បីថាមិនមានរូបដតីមកជ្រែករឹងក៏រឹងនឹងឯងមានការកើតរលត់បន្តគ្នាដែរសូម្បីមិនមានរូបដតីដូចជារូបបារម្ភឬសត្វទេរម្មមកជ្រែកទេនោះតែមិនមែនរឹងដែលប្រកបឡើងហើយនោះស្ថិតនៅដដែលជារូបធម៌ទៀងនោះទេគឺវាមានការអស់ទៅសូន្យទៅជាអតីតកាលនាមធម៌ក៏ដូចគ្នាព្រោះហេតុដូច្នេះការដែលអប់រំសតិប្រកបច្បាស់ឡើងសូម្បីតែរឹងតែបន្តិចក៏ដោយដែលប្រកបឡើងនោះសភាវៈដតីទាំងអស់មិនប្រកបក្នុងខណៈដែលមានសតិនោះទេនេះជាការបញ្ជាក់ជូនញាតិញោមពីលក្ខណៈរបស់សតិក្នុងការរលឹកដឹងលក្ខណៈនៃសភាវៈធម៌សូម្បីរឹងបន្តិចបន្តួចឬទន់បន្តិចបន្តួចឬតឹងញ័របន្តិចបន្តួចឬត្រជាក់ឬក្តៅបន្តិចបន្តួចយ៉ាងណាក៏ដោយការដែលប្រកបជាមួយនឹងសតិដែលជាសតិប្បដ្ឋានសភាវៈដតីទៀតទាំងអស់រមែងមិនប្រកបក្នុងខណៈនោះនេះទៅញាតិញោមអាចបញ្ជាក់នៅលក្ខណៈដែលមិនមានសត្វបុគ្គលក្នុងសភាវៈធម៌មិនមានយើងក្នុងសភាវៈធម៌ហើយក៏គ្មានរូបដេករូបដើររូបឈររូបអង្គុយនៅក្នុងសភាវៈលក្ខណៈដូចជារឹងនឹងដែរនៅពេលអង្គុយសភាវៈប្រកបឡើងជាសភាវៈណាមួយក៏ដោយកាលណាបើមានស្មារតីរលឹកត្រង់លក្ខណៈនៃសភាវៈនោះគឺត្រឹមតែជាសភាវៈធัวនោះឯងដែលមិនមានទ្រង់ទ្រាយសន្តានរឹងមិនមានទ្រង់ទ្រាយសន្តានជាដេកដើរឈរអង្គុយអីទេសូម្បីសភាវៈដតីក៏យ៉ាងនោះដែរព្រោះអីព្រោះសភាវៈគឺមិនមែនជាទ្រង់ទ្រាយសន្តានទ្រង់ទ្រាយសន្តានគឺមិនមែនសភាវៈញាតិញោមអាចចាប់យកនៅទ្រង់ទ្រាយសន្តានថាជាវត្ថុនេះវត្ថុនោះតែសេចក្តីពិតតើទ្រង់ទ្រាយសន្តាននឹងជារបស់មានពិតដាច់ដោយឡែកអំពីសភាវៈទេដូច្នេះការរលឹកត្រង់លក្ខណៈនៃសភាវៈបើថារូបអារម្មណ៍គឺត្រូវដកនៅទ្រង់ទ្រាយសន្តានចេញអំពីរូបអារម្មណ៍គឺបានសេចក្តីថាប្រកបចំពោះតែរូបប៉ុណ្ណោះគឺសភាវៈផ្លូវភ្នែកហើយទ្រង់ទ្រាយសន្តានរហូតដើម្បីឲ្យដឹងថាជាវត្ថុនេះនោះគឺប្រកបតាមមโนទ្វា
มโนทวีรวิธีចិត្តអាចដឹងអារម្មណ៍បញ្ញត្តិតាមទ្រង់ទ្រាយសន្តាននោះតែរូបារម្មណ៍មិនមែនទ្រង់ទ្រាយសន្តានសំឡេងញាតិញោមអាចយល់ចូលចិត្តថាសំឡេងនឹងរត់សំឡេងនឹងរត់លឿនសំឡេងនឹងរត់យឺតយឺតតែតាមពិតសំឡេងអត់មានរត់លឿនអត់មានរត់យឺតទេតែនេះជាការបន្តគ្នានៃរូបបរមត្ថគឺមានការកើតរលត់បន្តគ្នាយ៉ាងលឿនរហ័សដែលធ្វើឲ្យញាតិញោមសម្គាល់ថាមានសំឡេងរត់លឿនឬរត់យឺតសន្តតិមានដំណរតគ្នាយ៉ាងនេះកាលណាបើមានសតិត្រង់ទៅលើលក្ខណៈនៃសភាវៈតែមួយលក្ខណៈនៅពេលសភាវៈណាប្រកបសភាវៈដតីមិនប្រកបដូច្នេះធ្វើឲ្យឃើញសភាពនៃសង្ខារធัวដែលមិនទៀងកាលណាបើបានបញ្ជាក់នៅសង្ខារធัวដែលមិនទៀងហើយនោះក៏រមែងបើកនៅអរិយាបថបានព្រោះថាការដែលសម្គាល់ថាអរិយាបថនឹងមានព្រោះមិនបានឃើញការមិនទៀងនៃសង្ខារធัวតំណនៃសង្ខារធัวធ្វើឲ្យយើងឃើញថាមានរូបដើរតែសេចក្តីពិតរូបារម្មណ៍ដែលប្រកបតាមផ្លូវភ្នែកនោះមិនមែនដើរទេតែជាតំណគ្នាយ៉ាងលឿនរហ័សនៃរូបនោះឯងជាមួយគ្នានឹងការឃើញរូបប្រកបឡើងហើយក៏រលត់ទៅទាំងការឃើញទាំងរូបហើយក៏កើតបន្តហាក់ដូចជារូបនឹងឯងដើរហាក់ដូចជារូបនឹងឯងអង្គុយហាក់ដូចជារូបនឹងឯងឈរហាក់ដូចជារូបនឹងឯងដេកនៅស្ងៀមអស់កាលវេលាយូរដូច្នេះការបើកនៅអរិយាបថក៏រមែងបានប្រចាក់នៅទុក្ខលក្ខណៈសូមញាតិញោមស្ដាប់ពាក្យនឹងឲ្យបានថាអរិយាបថបាំងទុក្ខមិនមែនផ្លាស់អរិយាបថបាំងទុក្ខទេញាតិញោមអាចយកន័យខុសបានថាក្នុងការអង្គុយចុករយសពុនកាលណាបើងើបឈរដើរទៅនាំឲ្យបាំងនៅទុក្ខការចុករយសពុនហ្នឹងវាបាត់ទៅតែបើនៅតែសម្គាល់ថាមានអង្គុយហើយមានការងើបក្រោកទៅដដែលនោះក៏វាជាសត្វបុគ្គលនឹងឯងដូច្នេះវានៅតែជាអរិយាបថបាំងទុក្ខដដែលវាមិនមែនប្រចាក់នៅទុក្ខលក្ខណៈទេពិតមែនតែការចុករយសពុនរបៀបជាទុក្ខវេទនាអស់ទៅមែនតែនឹងវាជាទុក្ខវេទនាសូម្បីញាតិញោមមិនផ្លាស់អរិយាបថអង្គុយអស់មួយថ្ងៃវោះនឹងងាកប្រព្រឹត្តទៅដោយទុក្ខវេទនាខ្លាំងក្លាប៉ុណ្ណាក៏ដោយក៏ញាតិញោមមិនបច្ចៈនៅទុក្ខលក្ខណៈដែរព្រោះនោះគ្រាន់តែជាប្រភេទនៃទុក្ខវេទនាដែលញាតិញោមសម្គាល់ថាអាត្មាអញអង្គុយឲ្យវាកើតឡើងតែប៉ុណ្ណោះគឺខ្លួនអ្នកធ្វើនៅទុក្ខវេទនានោះព្រោះខំប្រឹងមិនផ្លាស់អរិយាបថដូច្នេះមិនមែនបានសេចក្តីថាផ្លាស់អរិយាបថធ្វើមិនឲ្យឃើញទុក្ខទេហើយមិនមែនយើងទៅបដិបត្តិធัวខំតែអង្គុយឬខំតែដើរដើម្បីឲ្យឃើញទុក្ខវេទនានោះទេបើមិនប្រតិយការកើតនឹងការរលត់នៃសង្ខារធัวញាតិញោមមិនប្រតិយនៅព្រះនិព្វានដែលផ្ទុយអំពីសង្ខារធัวដែលកើតរលត់ដូច្នេះចំពោះទុក្ខលក្ខណៈគឺការទ្រាំមិនបាននៃសង្ខារធัวនេះព្រោះសង្ខារធัวមិនទៀងសង្ខារធัวដែលមិនទៀងនឹងឯងទៅជាទុក្ខតាមព្រះពុទ្ធដីកាសម្ដែងថារបស់ណាមិនទៀងរបស់នោះជាទុក្ខរបស់ណាមិនទៀងជាទុក្ខមានសេចក្តីប្រែប្រួលជាធម្មតារបស់នោះគឺមិនមែនយើងមិនមែនរបស់យើងមិនមែនសត្វបុគ្គលដូច្នេះចំពោះទុក្ខលក្ខណៈនេះនឹងប្រតិយច្បាស់បានគឺចំពោះសភាវៈដែលមានការប្រកបឡើងតាមទ្វារភ្នែកទ្វារត្រចៀកទ្វារច្រមុះទ្វារអណ្ដាតទ្វារកាយនិងទ្វារចិត្តដែលមានការកើតនិងការរលត់ទៅគ្រប់ពេលញាតិញោមពុទ្ធបរិស័ទមានការអប់រំនៅស្ថិតឋានគឺចម្រើនសតិវិបស្សនាដូច្នេះ
កិច្ចការនេះគឺញាតិញោមពុទ្ធបរិស័ទកប់បីមានការបប្រតិបត្តិឲ្យត្រូវទៅតាមធម៌ដែលបានស្ដាប់ដែលបានរៀនដោយដែលបានអធិប្បាយបញ្ជាក់ជូនហើយនៅក្នុងអដ្ឋកថាវិភាំងសមោហវិនោទនីអដ្ឋកថាបាបិច្ឆតាគឺសេចក្តីប្រាថ្នាបាប្រាថ្នាលាមកដែលបានសម្ដែងនៅក្នុងលក្ខណៈនៃបុគ្គលប្រាថ្នាលាមកលះបង់ចោលនៅបរិយ័តដោយពោលថាអ្នកត្រួតត្រងនៅបរិយ័តរមែងមិនរួចចាកវត្តដាក់ឈ្មោះថាជាបុគ្គលទំលាយនៅព្រះពុទ្ធសាសនាប៉ុន្តែសូមញាតិញោមពុទ្ធបរិស័ទបានប្រៀបថាការដែលយើងសិក្សានៅព្រះបរិយត្តិធម៌ហើយតែមានការបប្រតិបត្តិមិនត្រង់មិនត្រូវទៅតាមព្រះបរិយត្តិធម៌ក៏ដូចជាលះចោលនៅបរិយត្តិធម៌ដែរដូចគ្នាម្យ៉ាងយល់ចូលចិត្តថាបរិយត្តិធម៌ដែលរៀនហើយទាំងប៉ុន្មានចូលដល់ការបប្រតិបត្តិត្រូវលះចោលត្រូវបំភ្លេចចោលដើម្បីឲ្យមូលអារម្មណ៍មូលចិត្តនៅក្នុងអារម្មណ៍តែមួយតែធម៌ក្នុងការលះគឺលះការជាប់ជំពាក់លះមានអ្នកលះអតិមានអ្នកតែចំពោះធម៌បរិយត្តិដែលត្រួតត្រងចាំហើយជាឧបការៈដល់ធម៌បរិបត្តិយ៉ាងពិតប្រាកដដូច្នេះការបប្រតិបត្តិត្រូវឲ្យត្រង់ឲ្យត្រូវទៅតាមបរិយត្តិធម៌ដែលព្រះអង្គត្រាស់ដឹងហើយព្រះអង្គទ្រង់ខំប្រឹងសម្ដែងដោយព្រះតីករុណាបរិយត្តិធម៌សម្ដែងយ៉ាងណាយើងសិក្សាយើងស្ដាប់រៀនបានហើយត្រូវមានការបប្រតិបត្តិតាមដូច្នេះក្នុងការអប់រំនៅសតិប្បដ្ឋានការចម្រើនសតិវិបស្សនាគឺត្រង់ទៅលើធម៌ដែលកើតឡើងតាមព្រះបាលីដែលសម្ដែងថាសមុទយៈធម្មានុបស្សីវាកាយស្មឹងវិហរតិវិយៈធម្មានុបស្សីវាកាយស្មឹងវិហរតិពិចារណាឃើញរឿយនៅធម៌ដែលកើតឡើងនិងធម៌ដែលសូន្យទៅក្នុងកាយជាប្រកបដីគ្រប់អរិយាបថទាំង4នេះគឺថាការអប់រំសតិត្រង់ទៅលើអារម្មណ៍ជាបរមត្ថហើយក្នុងការបប្រតិបត្តិធម៌នេះសោតទៀតត្រូវអប់រំឡើងឲ្យបានច្រើនឡើងដើម្បីដឹងទៅលើលក្ខណៈនៃសភាវៈជួនកាលវាមានអកុសលមួយចូលមកជ្រៀតជ្រែកដូចជាការចង់ឲ្យមានសតិហើយស្ដាប់ក្នុងធម៌បរិបត្តិសាកសួរក្នុងធម៌បរិបត្តិបំណងដើម្បីឲ្យមានសតិត្រង់ទៅលើសភាវៈការដែលមានបំណងយ៉ាងនេះគឺជាលក្ខណៈនៃលោកៈមួយដែរយើងទៀងផ្ទាត់មើលបុគ្គលដែលបានសម្រេចមគ្គផលដោយច្រើនគឺគេមិនបានដើម្បីថានឹងបំណងឲ្យបានមគ្គផលអីយ៉ាងនេះទេតែដល់ស្ដាប់ធម៌យល់ចូលចិត្តក៏ជាឧបការៈឲ្យសតិកើតរលឹកដឹងសភាពនៃសភាវៈបរមត្ថតាមសេចក្តីពិតម្យ៉ាងគឺថាយើងចង់ឲ្យសតិកើតយើងស្ដាប់ធម៌ឬយើងសួរធម៌ដោយបំណងថាឲ្យសតិនឹងរលឹកយ៉ាងម៉េចមើលហើយរវល់ដើម្បីថាឲ្យសតិរលឹកយ៉ាងម៉េចឲ្យសតិរលឹកយ៉ាងម៉េចវានៅក្នុងគំនិតមានខ្លួនជាអ្នកប្រើសតិជាអ្នកបង្កប់សតិមិនអាចកើតឡើងបានទេព្រោះនៅក្នុងខណៈប្រុងចាំឲ្យសតិកើតតែសតិកើតឡើងបានកាលណាបើបានស្ដាប់ធัวយល់អំពីសភាវៈជាប្រកបដីតាមទ្វាទាំង6ដោយមិនចំពោះបព្វៈក្នុងពួកកាយណាមួយឬចំពោះវេទនានុបស្សនាសតិប្បដ្ឋានឬចិត្តតានុបស្សនាសតិប្បដ្ឋានឬធម្មានុបស្សនាសតិប្បដ្ឋានទេយ៉ាងនេះគឺសតិអាចកើតឡើងបានដូច្នេះនៅក្នុងថ្ងៃនេះគឺជាថ្ងៃ14រោចជាថ្ងៃកោរខែទុតិយាសាទឆ្នាំរកាបញ្ញស័ក
ពុទ្ធសករាជ2536ត្រូវនឹងថ្ងៃទី16ហើយថ្ងៃនេះថ្ងៃច័ន្ទទី16ខែសីហាគ្រិស្តសករាជ1993តែអត្តសម្លេងធัวនេះទី6ហើយបើរាប់ថ្ងៃរៀនក្នុងឆ្នាំនេះមកគឺយើងរៀនបាន11ថ្ងៃហើយក្នុងការសម្ដែងធัวតាមដំណរតរៀងមកក្នុងពេលនេះនឹងត្រូវអធិប្បាយនៅក្នុងសម្បជញ្ញៈបព្វៈគឺបព្វៈនៃកាយានុបស្សនាសតិប្បដ្ឋានប្រព្រឹត្តទៅដោយសម្បជញ្ញៈហើយសម្បជញ្ញៈនឹងមាន4យ៉ាងតាមព្រះអត្តកថាចារ្យបានសម្ដែងនិងពង្រីកសេចក្តីប្រកេននិងជូនញាតិញោមពុទ្ធបរិស័ទទៅតាមក្រោយទៀតតែក្នុងពេលនេះគឺដើម្បីឲ្យយើងយល់ជាសំខាន់សិនថាសម្បជញ្ញៈគឺជានាមធัวសោះទេហើយហេតុអីក៏ព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គសម្ដែងនៅក្នុងពួរកាយានុបស្សនាសតិប្បដ្ឋានតើលក្ខណៈត្រង់ណាដែលថាសម្បជញ្ញៈនឹងជាពួកកាយព្រោះជានាមធัวហើយទៅតាមប្រពុតិកាដែលព្រះអង្គសម្ដែងនឹងឥឡូវនេះសម្ដែងទៅតាមប្រពុតិកាសិនតាមព្រះបាលីផ្ទាល់ដែលបានសិក្សាចេះចាំមកដោយសេចក្តីថាបណច្ចៈបរាំងភិក្ខវេភិក្ខុអភិកន្តេបដិកន្តេសម្បជានការីហោតេអាឡោកតេវិឡោកតេសម្បជានការីហោតេសម្មិញ្ញតេបតារិតេសម្បជានការីហោតេសង្ឃារបត្តជ័យវរៈធិរណេសម្បជានការីហោតេអតិតេបតេខាយតេសាយតេសម្បជានការីហោតេឧចារៈបសាវកម្មមេសម្បជានការីហោតេកតេថិតេនិសិននេសតតេជាករិតេធាសិតេតណ្ហិភាវេសម្បជានការីហោតេអេតេអច្ឆតតាំងវាកាយេកាយានុបស្សីវិហរតេបហិតភាវាកាយេកាយានុបស្សីវិហរតេអច្ឆតបហិតភាវាកាយេកាយានុបស្សីវិហរតេបានតទៅសមុទយៈធម្មានុបស្សីវាកាយស្មឹងវិហរតេវិយៈធម្មានុបស្សីវាកាយស្មឹងវិហរតេសមុទយៈវិយៈធម្មានុបស្សីវាកាយស្មឹងវិហរតេអដ្ឋិកាយោតវាបនស្សៈសតិបច្ចុបតិតាហោតេយាវតេវៈញាណមត្តាយៈបតិសតិមត្តាយៈអនិសតោចវិហរតេអ្នកចកញ្ញលោកេឧបាទិយតេអេវំតេភិក្ខវេវិខោកាយេកាយានុបស្សីវិហរតេសម្បជញ្ញៈបពាំងនិដ្ឋិតាំងនឹងអស់ត្រឹមប៉ុណ្ណឹងទេព្រះពុទ្ធិកាមិនជាវែងឆ្ងាយអីទេប៉ុន្តែត្រូវមានអត្ថាធិប្បាយទៅតាមផ្ទៃនៃព្រះពុទ្ធិកាតាមអត្ថកថាដែលលោកបានបញ្យល់យើងដែលជាពុទ្ធបរិស័ទចំនួនក្រោយនេះឲ្យមានការយល់ទៅលើព្រះពុទ្ធិកាសេចក្តីថាចំពោះបព្វៈមួយទៀតនេះគឺបុគ្គលក៏បីមានសម្បជញ្ញៈគឺសេចក្តីដឹងខ្លួនក្នុងការដែលដើរទៅមុខនិងឈានត្រឡប់ក្រោយដើរទៅមុខដែលបល័យថាអភិកន្តេហើយដល់ទៅឈានត្រឡប់ក្រោយគឺបដិកន្តេនឹងឯង
ហើយដែលមានសម្បជញ្ញៈគឺសេចក្តីដឹងខ្លួនហ្នឹងគឺបានសេចក្តីថាសភាពនៃសភាវៈដែលមានការប្រព្រឹត្តទៅក្នុងការដើរទៅមុខនិងហ៊ានថយក្រោយដូច្នេះចំពោះសម្បជញ្ញៈបព្វៈដែលចាត់នៅក្នុងកាយានុបស្សនាសតិប្បដ្ឋានគឺនៅត្រង់ដើរទៅមុខនិងហ៊ានថយក្រោយនេះទៅបានព្រោះអាស្រ័យមានមហាភូតរូបបានជាចាត់ចូលនៅក្នុងកាយានុបស្សនាសតិប្បដ្ឋានជាប្រកដីនៃការមានសម្បជញ្ញៈសូម្បីភិក្ខុដែលតាំងនៅក្នុងសិលក៏គង់មានសម្បជញ្ញៈគ្រប់អរិយាបថទាំង4តាំងអំពីដើរទៅមុខឬហ៊ានថយក្រោយដែរដើម្បីកំចាត់បងនៅអវិជ្ជានិងទោមនស្សក្នុងលោកប៉ុន្តែយ៉ាងនេះក៏ដោយបើមិនមានការអប់រំសតិថ្នាក់សតិប្បដ្ឋានរលឹកត្រង់លក្ខណៈនៃសភាវៈបរមត្តហើយជាការចម្រើននៅបញ្ញាបច្ចៈច្បាស់នៅលក្ខណៈសង្ខារធัวដែលមានការកើតនិងការរលត់តាមសេចក្តីពិតទេមិនឈ្មោះថាការចម្រើននៅសតិប្បដ្ឋានទេដូច្នេះសរុបសេចក្តីមកគឺថាក្នុងកាយានុបស្សនាសតិប្បដ្ឋានមាន6បព្វៈនេះហើយបើចែកនិវៈសីវៈធិកាបព្វៈជា9ទៅគឺមាន14បព្វៈនៅក្នុងកាយានុបស្សនាសតិប្បដ្ឋានហើយទាំង14បព្វៈឬ6បព្វៈនេះបានជាចាត់ចូលនៅក្នុងពួកកាយនឹងព្រោះជាប់ទៅដោយមហាភូតរូប4ក្នុងបព្វៈឯណានីមួយក៏ដោយបើមិនមានមហាភូតរូបទេគឺមិនអាចមានការប្រព្រឹត្តទៅដើម្បីដកដង្ហើមចេញចូលឬអរិយាបថឬសម្បជញ្ញៈនៅក្នុងការដើរទៅមុខឬឈានថយក្រោយដែរប៉ុន្តែក្នុងការអប់រំចម្រើនសតិប្បដ្ឋានគឺរលឹកត្រង់លក្ខណៈនៃសភាវៈតែមួយលក្ខណៈដោយមិនចោះចំពោះក្នុងអារម្មណ៍គឺមិនរើសចំពោះតែថាពួកកាយអញចម្រើនកាយានុបស្សនាសតិប្បដ្ឋានមិនអញ្ចឹងទេសូម្បីក្នុងការដើរទៅមុខហ៊ានថយក្រោយសភាវៈដែលប្រកបឡើងតាមផ្លូវភ្នែកក៏ដោយតាមផ្លូវត្រចៀកក៏ដោយការឃើញក្តីដោយការឮក្តីឬសភាវៈដែលប្រកបឲ្យឃើញក្តីសំឡេងដែលប្រកបឡើងនោះក្តីឬការនឹកគិតក្តីសតិរលឹកត្រង់លក្ខណៈនៃសភាវៈនោះតែមួយលក្ខណៈហើយមានបញ្ញាបច្ចៈច្បាស់នៅសភាវៈធម៌នោះដោយអត្ថាមិនមែនយើងគឺអនត្តានេះគឺជាលក្ខណៈនៃការអប់រំសតិដែលមិនជាប់ដោយសេចក្តីប្រកាន់ថាមានខ្លួនអ្នកបរិបត្តិធម៌ទាំងសង្ខារធម៌ក៏មិនមែនខ្លួនទៀតបើមិនយ៉ាងនោះទេគឺនៅតែក្នុងអំណាចថាមានខ្លួនអ្នកធ្វើធម៌ចម្រើនកាយានុបស្សនាសតិប្បដ្ឋានបើអញ្ចឹងដើរទៅមុខឬឈានថយក្រោយហ្នឹងចាំប្រុងដឹងធម៌នៅពេលដើរហ្នឹងជួនកាលហ្នឹងក៏រលឹកត្រង់ដើរអញ្ចឹងទៅឲ្យដឹងថាដើរទៅមុខឈានថយក្រោយដឹងថាឈានថយក្រោយការដឹងយ៉ាងនេះមិនជាការចម្រើនបញ្ញាទេសូម្បីដឹងតាំងពីកើតរហូតដល់ស្លាប់ក៏មិនមានបច្ចៈច្បាស់នៅលក្ខណៈសង្ខារធម៌ដែលកើតរលត់ដែរដូចជានៅក្នុងអរិយាបថបព្វៈអញ្ចឹងយើងអង្គុយមានដែលឃើញរូបអង្គុយនឹងរលត់ពីកាលណាបើសិនជាឃើញការកើតការរលត់នៃសភាវៈដែលប្រកបនោះដូចជារូបតាមផ្លូវភ្នែកជាដើមគឺរមែងមិនឃើញរូបអង្គុយទេហើយតែកាលណាឃើញរូបអង្គុយហើយរកការកើតការរលត់នៃរូបនោះមិនបានយ៉ាងណាការដើរទៅមុខឬឈានថយក្រោយក៏អញ្ចឹងដែរបើត្រឹមតែដឹងថាដើរទៅមុខឈានថយក្រោយទេនោះគឺមិនអាចឃើញធัวកើតមិនអាចឃើញធัวរលត់តាមដែលព្រះអង្គសម្ដែងថាសមុទយៈធម្មានុបស្សីវាកាយស្មឹងវិហារតិគឺវាមានកាយដែលមានការកើតឡើងក្នុងការដើរទៅមុខនិងឈានថយក្រោយបើមិនមានកាយគឺមហាភូតៈទេទៅមិននឹងមានការដើរទៅមុខឬឈានថយក្រោយទៅបានហើយកាយមានលក្ខណៈប្រកបឡើងតែមួយលក្ខណៈជាមហាភូតរូបហើយម្យ៉ាងទៀតដោយបានអธิบายបញ្យល់អំពីលក្ខណៈនៃសតិ
cứ mình men chỉ ca bộ bật tứ khăn nông ca huồng hành đầm bay ao giật tệ cho chấm pua từ lơ tại cái khăn nông ca đào từ mốc rứ thiên thoi cào tệ phát thực cha miền tu luôn nè bằng co bình kia nơi giật tệ nụ đôi cho nên bia vô viết để cao lai còn bị chặt nó rồi men nhang vinh nhát tệ rúp ao miền ca bộ bật tứ dạng ná khăn nông lẹ cả nạ này bia vô viết đây bảo cọt lai miền thiệp tăng thiệp cầm ra cứ thiệp nhớ miền ca bảo cọt trong lẹ cả nạ thiệp tù cái hay nâng rồi luật tới với nhang rồi hả mình miền dương nơi khăn nông cài nụ tế mình miền dương nơi khăn nông thiệp tăng nhớ rư thiệp rừng rư thiệp cả đai rư trà chẹ nụ tế để cho nên khăn nông ca đai từ một rư thiên thoi cao đấy mình miền dương bằng cao đai tế mình miền đôi dương nị dùng cho chật hạ bạ để bạt phua nó trời đau chẳng còm hay bờ mình đau chẳng còm tế đau thom bả đá mình men chỉ ca bạ để bạt phua mình men thế ông thua này ca bạ để bắt mình men nơi lơ đau thế ông thua này ca bạ để bắt cứ nơi trong ca miên sạch tệ chia pro cái đấy rưỡi rưỡi tái ca để miên sạch tệ nông pe đau từ mốc rưỡi thiên thoi cào đằng ấy mua tha cài da nụ pasana sạch tệ bật hàmโดยฉะนั้นองในทั่วปฏิบัติคือสติโดยฉะนั้นการดาวtừ một rư thiên thoi càoคือดาวธรรมดาหนึ่งอันnhiệt nhôm anh chơi đào một riêng coi mua thả đào từ một trời ca từ lọt thoi cào cho thoi cào tới chơi đào cho thầm mà ra từ xa rồi chơi mau bị xa y giang á ní cứ thả chỉ cả đào thầm mà đá à say miền cai hay pe nâng bơ mình miên sạch tệ mình miên thua bạ để bắt đăng cai nơi không pe nô tế cứ luôn nè đào anh đào tay thực đây tất anh đào đấy chỉ cảประกอบឡើងនៃកាយគឺមហាភូតៈមហាភូតរូបមានការប្រកបឡើងមួយជួរខណៈយ៉ាងលឿនរហ័សក៏បាត់ទៅវិញរត់ទូខ្លួនយើងក្នុងដំណើរនោះមិនមានទេតែវាមានដំណរគ្នាសន្តតិនេះគឺជាច្បាប់ដែលបញ្យលញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានយល់ក្នុងធម៌បរិបត្តិក្នុងជីវិតប្រចាំថ្ងៃដោយមិនមានការឃ្លៀងឃ្លាតឬមានការខុសចាកអំពីធម៌ដែលបានសិក្សាដោយល្អិតល្អន់ហើយជាពិសេសគឺការសិក្សាដោយល្អិតល្អន់នេះឯងហើយទើបនាំឲ្យមានធម៌បរិបត្តិកើតឡើងជាសម្មាបរិបត្តិយ៉ាងទៀតដូចជានៅក្នុងសម្បជញ្ញៈទី2គឺមានសម្បជញ្ញៈក្នុងការមើលទៅមុខត្រង់ទៅមុខដោយការមើលហ្នឹងឬក្រឡេកមើលទៅកាន់ទិសផ្សេងក្នុងការមើលទៅមុខក្តីក្រឡេកមើលទៅកាន់ទិសផ្សេងក្តីហ្នឹងដោយអាស្រ័យមានមហាភូតរូបដែរទៅមានការងាកមើលបើមិនមានមហាភូតរូបទេក៏គ្មានការងាកមើលដូច្នេះចាត់ចូលនៅក្នុងពូកាយហ្នឹងយ៉ាងនេះដើម្បីកុំឲ្យញាតិញោមពុទ្ធបរិស័ទហ្នឹងសង្ស័យចំពោះឈ្មោះនៃធម៌ហើយរហូតដល់មានការអប់រំបរិបត្តិជាប្រកដីធម្មតាដោយមិនមានសង្ស័យថាតិចអញបរិបត្តិទៅមិនត្រូវតាមធម៌របស់ព្រះអង្គសម្ដែងប៉ុន្តែដឹងសភាវៈហើយប៉ុន្តែក្រែងលោមិនត្រូវក្រែងលោសង្ស័យយ៉ាងទៀតដូច្នេះក្នុងការមើលទៅមុខឬក្រឡេកមើលទៅកាន់ទិសឆ្វេងក្តីស្ដាំក្តីទិសផ្សេងនោះនៅក្នុងអត្ថកថាលោកបានសម្ដែងពន្យល់ថាក្នុងការកើតឡើងនៃចក្ខុទ្វារវិថីមុនដំបូងគឺមានអាវចនៈកើតឡើងគឺនឹករាវរោគអារម្មណ៍ក្នុងចក្ខុទ្វារបានចក្ខុវិញ្ញាណនឹងកើតខណៈចិត្តដែលកើតបន្តមកនឹងមានការរលត់ទៅបានតរហូតដល់ជួជីវ័ននេះនៅក្នុងព្រះសូត្រទេតែលោកពន្យល់ក្នុងន័យព្រះអភិធម្មមកពីអីថាធម៌អភិធម្មនឹងជាជីវិតប្រចាំថ្ងៃសំបីសម្ដែងក្នុងព្រះសូត្រ
ก็ជាការចងក្រងនៅធัวអភិធម្មដើម្បីឲ្យយល់អំពីសភាវៈពិតទៅមានការបរលុះមគ្គផលទៅបានបើមិនដឹងលក្ខណៈនៃសភាវៈពិតទេមិនអាចដើម្បីថាត្រាស់ដឹងនៅសច្ចធម៌នឹងទៅបានរហូតមកដល់សម្បដិឆន្ទៈក៏រលត់ទៅទៀតហើយធัวចេះតែមានជាឧបការៈជាបច្ច័យសន្តិរណៈវោធវណៈតែនៅលឿនរហ័សណាប៉ុន្តែទោះជាខណៈនឹងមកដល់វោធវណៈហើយនឹងយ៉ាងណាក៏ដោយមិនទាន់មានជីវ័នកើតឡើងមិនទាន់មានរាគៈទោសៈមោហៈទេដល់ទៅមានរាគៈទោសៈមោហៈនឹងជាជីវ័នចិត្តហើយជាអកុសលធ្វើជីវ័នកិច្ចប៉ុន្តែលោកបញ្យល់ដោយសម្បជញ្ញៈថាមិនវង្វេងដោយសម្បជញ្ញៈនឹងគឺសភាពនៃខណៈចិត្តដែលកើតឡើងមានការរលត់ទៅយ៉ាងនេះមានការរលត់ទៅយ៉ាងនេះដូច្នេះជីវ័ននឹងគួរប្រព្រឹត្តទៅដោយរាគៈទោសៈមោហៈឬទេព្រោះថាជីវ័ននឹងក៏មុខតែមានការរលត់ទៅដែរនេះគឺជាលក្ខណៈនៃធัวល្អិតព្រោះថាធัวរមែងមានការរលត់ទៅចុះបើធัวមានការរលត់ទៅយ៉ាងនេះគួរប្រព្រឹត្តទៅដោយរាគៈទោសៈមោហៈឬទេហើយសួរថាណាថាទេជីវ័ននឹងវាមានរាគៈទោសៈមោហៈប៉ុន្តែកាលណាបើមានសម្បជញ្ញៈដោយការមិនវង្វេងហើយជីវ័ននឹងមិនគួរប្រព្រឹត្តទៅដោយរាគៈទោសៈមោហៈទេលោកប្រៀបថាដូចជានៅក្នុងជួរនៃផ្ទះមួយអញ្ចឹងជួរនៃផ្ទះមួយហ្នឹងមានមនុស្សស្លាប់បន្តគ្នាច្រើនអ្នកមកអញ្ចឹងនៅសល់តែបុគ្គលម្នាក់បុគ្គលនោះនឹងរួចពីសេចក្តីស្លាប់ក៏ទេដែរគឺមុខតែនឹងស្លាប់ដូច្នេះបុគ្គលនោះមិនគួរប្រព្រឹត្តទៅដើម្បីច្រៀងដើម្បីរំសើចលេងសប្បាយទេព្រោះថាមុខតែនឹងស្លាប់ដែរយ៉ាងណាមិញការដែលមានសម្បជញ្ញៈគឺសភាពនៃវិថីចិត្តមានការរលត់បន្តគ្នាហើយទៅចូលមកដល់ជួរជីវ័នក្នុងការសោយនៅអារម្មណ៍បើសិនជាមិនមានការកើតនិងការរលត់បន្តគ្នាទេមិនមានការសោយនៅអារម្មណ៍ទេដូច្នេះការសោយនៅអារម្មណ៍នោះមិនគួរប្រព្រឹត្តទៅដោយរាគៈទោសៈមោហៈហើយម្យ៉ាងទៀតលោកសម្ដែងនៅក្នុងសម្បជញ្ញៈបព្វៈដែលមានការប្រព្រឹត្តទៅដោយការមិនវង្វេងនេះដោយខណ្ឌដោយអាយតនៈដោយជាតិនិងដោយបច្ច័យញាតិញោមអាស្រ័យពេលខ្លីក៏បីមានការផ្ទៀងផ្ទាត់ដើម្បីជាប្រយោជន៍ក្នុងការស្ដាប់ធម៌គឺមិនមែនជាធម៌របស់ខ្ញុំព្រះករុណាខ្ញុំបាទទេគឺជាធម៌នៅក្នុងគម្ពីរពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំងឡាយអាស្រ័យបតីករណាសម្ដែងមកដើម្បីអីដើម្បីសត្វលោកនឹងបានបញ្ជាក់ច្បាស់នៅលក្ខណៈសង្ខារធម៌តាមពិតច្រើនឡើងរហូតរួចផុតនៅកិលេសដោយការរំលត់នៅកិលេសមានរំលត់សកាយៈទិដ្ឋិជាដើមនៅក្នុងសម្បជញ្ញៈមិនវង្វេងមានការប្រព្រឹត្តទៅយ៉ាងណាលោកសម្ដែងថាដោយខណ្ឌគឺក្នុងការមើលទៅមុខឬមើលទៅឆ្វេងស្ដាំនឹងចក្ខុប្រសាទដែលជាទីអាស្រ័យឬជាវត្ថុរូបនឹងដែលសម្រាប់ឲ្យកើតចក្ខុវិញ្ញាណគឺការឃើញដែលចក្ខុវិញ្ញាណធ្វើទស្សនកិច្ចនឹងចក្ខុប្រសាទនឹងជារូបវណ្ណរូបក៏ជារូបសភាវៈដែលប្រកបផ្លូវភ្នែកនឹងហើយនឹងចក្ខុប្រសាទនឹងជារូបឯចំណែកនៅក្នុងខណៈនោះវេទនាចេតសិកដែលកើតឡើងជាវេទនាខណ្ឌដែលមានរូបនឹងជាអារម្មណ៍ហើយសញ្ញាចេតសិកជាសញ្ញាខណ្ឌនៅចេតសិកដទៃទៀតមានផស្សៈជាដើមនឹងជាសង្ខារខណ្ឌហើយចក្ខុវិញ្ញាណដែលធ្វើទស្សនកិច្ចនឹងជាវិញ្ញាណខណ្ឌហើយលោកបានសម្ដែងថាក្នុងការ
ក្រឡេកមើលទៅមុខឬក្រឡេកមើលទៅកាន់ទិសផ្សេងហ្នឹងតើមាននរណាម្នាក់ដែលក្រឡេកមើលទៅមុខតើមាននរណាម្នាក់ដែលក្រឡេកមើលទៅឆ្វេងតើមាននរណាម្នាក់ដែលក្រឡេកមើលទៅស្ដាំនេះគឺល្អណាស់ទឿនស្មារតីយើងនៅពេលក្រឡេកមើលទៅមុខក្រឡេកមើលទៅកាន់ទិសផ្សេងដោយសម្បជញ្ញៈដ៏ប្រសើរមិនវង្វេងក្នុងសភាពនៃសង្ខារធម៌គឺជាខណ្ឌទេតារូបខណ្ឌនិងនាមខណ្ឌនឹងតាមរយៈនៃខណ្ឌតាមរយៈនៃអាយតនៈក៏អញ្ចឹងដែរគឺចក្ខុប្រសាទនឹងជាចក្ខាយតនៈនេះនៅក្នុងន័យដែលក្រឡេកមើលទៅមុខក្រឡេកមើលទៅកាន់ទិសផ្សេងទេណាអាឡោកតេវិលោកតេសម្បជានការីហោតេនោះគឺចក្ខុប្រសាទជាចក្ខាយតនៈវណ្ណរូបនឹងជារូបាយតនៈមានការប្រជុំគ្នាយ៉ាងនេះឯងឯចំណែកចំពោះវេទនីចេតសិកដែលកើតជាមួយចក្ខុវិញ្ញាណសញ្ញាចេតសិកដែលកើតជាមួយចក្ខុវិញ្ញាណហើយនឹងចេតសិកដទៃទៀតដែលកើតជាមួយនឹងចក្ខុវិញ្ញាណចេតសិកទាំងអស់ហ្នឹងជាធម្មាយតនៈឯចំណែកចក្ខុវិញ្ញាណហ្នឹងជាមេនីយតនៈដូច្នេះក្នុងការកលេចមើលទៅមុខហ្នឹងគឺមានចក្ខាយតនៈមានរូបាយតនៈចក្ខុវិញ្ញាណជាមេនីយតនៈចេតសិកដែលកើតរួមជាមួយចក្ខុវិញ្ញាណក្នុងការមានរូបជាអារម្មណ៍ហ្នឹងជាធម្មាយតនៈតើមាននរណាមួយមើលទៅមុខតើនរណាមួយដែលមើលទៅឆ្វេងតើនរណាមួយដែលមើលទៅស្ដាំមានសត្វបុគ្គលអ្នកមើលទៅមុខឬមើលទៅកាន់ទិសផ្សេងទេការប្រជុំព្រមឈ្មោះថាអាយតនៈក្នុងពេលនោះអត់មែនជាសត្វបុគ្គលណាទេគឺចក្ខុប្រសាទបើមិនមានចក្ខុប្រសាទក៏មិនមានការមើលទៅមុខមិនមានការមើលទៅកាន់ទិសផ្សេងឥឡូវនេះឯងពេលនេះឯងដែលញាតិញោមកំពុងតែអង្គុយបើកភ្នែកមើលទៅណាក៏ដោយនៅពេលនោះជាការប្រជុំនៃអាយតនៈចក្ខាយតនៈរូបាយតនៈហើយការឃើញគឺមេនីយតនៈវេទនាការសោយនៅអារម្មណ៍ក្នុងពេលនោះសញ្ញាចាំនៅអារម្មណ៍ក្នុងពេលនោះផស្សៈដែលជាបច្ច័យនៃនាមធម៌ផ្សេងមានជាបច្ច័យនៃវេទនាសញ្ញាជាដើមហ្នឹងគឺជាធម្មាយតនៈដូច្នេះការប្រជុំរួមនៃធម៌ទាំងអស់ឈ្មោះថាអាយតនៈមានការប្រព្រឹត្តទៅក្នុងការមើលទៅមុខនិងការមើលទៅកាន់ទិសផ្សេងយើងអញ្ចឹងអត់ទេហើយជាមួយគ្នានឹងញាតិញោមយល់ចូលចិត្តថាមិនមានពិតមែននោះគឺប្រកបដីមានសតិសម្បជញ្ញៈដឹងសភាពនៃសភាវៈនេះគឺជាការចម្រើននៅកាយានុបស្សនាសតិប្បដ្ឋានមានការរលឹកត្រង់លក្ខណៈនៃសភាពដែលជាសភាវៈធម៌នោះហើយតាមរយៈនៃធាតុចក្ខុប្រសាទនឹងជាចក្ខុធាតុវណ្ណរូបគឺសភាវៈដែលប្រកបឲ្យឃើញនឹងជារូបធាតុចក្ខុវិញ្ញាណនឹងជាចក្ខុវិញ្ញាណធាតុចេតសិកដែលកើតរួមជាមួយនឹងចិត្តជាធម្មតាគឺតែងមានចេតសិកកើតរួមជាមួយហើយចិត្តមិនដែលកើតដោយទំនើងតែឯងទេហើយសព្វចិត្តសាធារណៈចេតសិក7នេះគឺផស្សៈមួយវេទនាមួយសញ្ញាមួយចេតនាមួយឯកកតាមួយជីវិតិន្ទ្រីមួយមនសិការៈមួយហ្នឹងតែងកើតជាមួយគ្នានឹងពេលឃើញគឺចក្ខុវិញ្ញាណដូច្នេះចេតសិក7ហ្នឹងជាធម្មធាតុចក្ខុវិញ្ញាណក៏ជាធាតុដូច្នេះការប្រជុំនៃធាតុទាំងអស់ហ្នឹងក្នុងការមើលទៅមុខក្រឡេកមើលទៅកាន់ទិសខាងស្ដាំក្តីទិសខាងឆ្វេងក្តីទិសផ្សេងនឹងក្តីតើមាននរណាអ្នកមើលត្រង់ទៅមុខតើមាននរណាអ្នកក្រឡេកមើលទៅកាន់ទិសផ្សេងព្រោះនៅក្នុងពេលហ្នឹងគឺជាការប្រកបនៃធាតុសតិរលឹកត្រង់លក្ខណៈនៃធាតុតែមួយលក្ខណៈនៅពេលក្រឡេកមើលទៅមុខឬមើលទៅតាមទិសផ្សេងនោះក៏មានតែធាតុដែលប្រកបឡើងប៉ុណ្ណោះ
ដូច្នេះការអប់រំសតិប្បដ្ឋានវិបស្សនាគឺត្រូវមានបរមត្តធម៌ជាអារម្មណ៍បើមិនមានបរមត្តធម៌ជាអារម្មណ៍ទេមិនមែនជាការអប់រំចម្រើនសតិប្បដ្ឋានវិបស្សនាហើយតាមរយៈនៃបច្ច័យសំដីក្នុងការមើលទៅមុខមើលទៅកាន់ទិសផ្សេងហ្នឹងក៏លោកបានសម្ដែងពន្យល់ជាការទឿនស្មារតីជាការបញ្ជាក់ទៅលើសង្ខារធម៌សត្វនៅពេលមើលទៅមុខឬមើលទៅកាន់ទិសផ្សេងហ្នឹងគឺនៅពេលនោះឯងមានចក្ខុប្រសាទជានិស្សយបច្ច័យគឺចក្ខុវត្ថុចក្ខុប្រសាទហ្នឹងជាវត្ថុរូបហើយនិស្សយៈហ្នឹងប្រែមកថាទីអាស្រ័យនិស្ស័យហ្នឹងគឺទីអាស្រ័យចក្ខុវត្ថុហ្នឹងជាទីអាស្រ័យនៃការឃើញដែលត្រូវធ្វើទស្សនកិច្ចហ្នឹងហើយវណ្ណរូបហ្នឹងជាអីជាអារម្មណបច្ច័យអាហ្នឹងគ្រាន់តែនិយាយឈ្មោះបច្ច័យមួយហើយនៅក្នុងពេលហ្នឹងមានអាវចនៈគឺបញ្ចទ្វារាវចនៈឬហៅឲ្យចំទៅគឺចក្ខុទ្វារាវចនៈគឺចិត្តដួងមួយមុនខណៈមួយមុនចក្ខុវិញ្ញាណកើតឡើងហ្នឹងត្រូវមានការនឹករកអារម្មណ៍ក្នុងចក្ខុទ្វារនឹងសិនទៅចក្ខុវិញ្ញាណកើតឡើងបានបើមិនមានអាវចនៈចិត្តនឹងមួយគណៈមុនទេចក្ខុវិញ្ញាណមិនអាចកើតបានជាដាច់ខាតដូច្នេះអាវចនៈនឹងគឺជាអនន្តរបច្ច័យឬឧបនិស្សយបច្ច័យក៏បានដែរដោយអនន្តរោបនិស្សយបច្ច័យដល់ចក្ខុវិញ្ញាណនឹងចឹងហើយក្នុងពេលនឹងដែរវេទនាជាដើមនឹងឬសញ្ញានឹងក៏ជាសហជាតិបច្ច័យរួមជាមួយគ្នានឹងពន្លឺជាឧបនិស្សយបច្ច័យអព្យាកតៈជាបច្ច័យនៃអព្យាកតៈដោយឧបនិស្សយបច្ច័យចំពោះពន្លឺហ្នឹងជាបច្ច័យនៃចក្ខុវិញ្ញាណមានការប្រព្រឹត្តទៅដឹងនៅរូបច្បាស់ព្រោះចក្ខុវិញ្ញាណហ្នឹងគឺជាចិត្តមានលក្ខណៈដឹងច្បាស់នៅអារម្មណ៍គឺដឹងច្បាស់នៅរូបារម្មណ៍ដោយចក្ខុវិញ្ញាណចិត្តដូច្នេះសរុបមកបច្ច័យនៃចក្ខុវិញ្ញាណហ្នឹងល្មមតែយើងយល់ចូលចិត្តបាននៅក្នុងបច្ចុប្បន្ននេះដោយបច្ចុប្បន្នបច្ច័យឃើញទេនិស្សយបច្ច័យជាបច្ច័យក្នុងបច្ចុប្បន្នអារម្មណបច្ច័យក្នុងពេលហ្នឹងគឺជាបច្ចុប្បន្នបច្ច័យហើយអនន្តរបច្ច័យគឺចិត្តមុនដែលរលត់ទៅថ្មីហ្នឹងជាអតីតៈជានាមធម៌រលត់ទៅញ៉ាំងចក្ខុវិញ្ញាណឲ្យកើតឡើងហើយដោយសហជាតិបច្ច័យក៏ជាបច្ចុប្បន្នបច្ច័យដែលកើតមានព្រោះផោះស័កជាដើមដូច្នេះនៅក្នុងការក្រឡេកមើលទៅមុខឬក្រឡេកមើលទៅកាន់ទិសផ្សេងហ្នឹងតើអ្នកណាជាអ្នកមើលទៅមុខតើអ្នកណាជាអ្នកក្រឡេកមើលទៅកាន់ទិសផ្សេងនេះធัวប៉ុណ្ណឹងល្ងាចហ្នឹងមិនច្រើនទេប៉ុន្តែញាតិញោមមានប្រកដីក្រឡេកមើលទៅមុខក្រឡេកមើលទៅកាន់ទិសផ្សេងក៏បីមានសាមវិជ្ជាញ្ញៈដោយការមិនវង្វេងដឹងច្បាស់ចំពោះសភាពនៃសភាវៈពិតក្នុងខណៈនោះគឺអត់មានអ្នកណាជាអ្នកមើលទៅមុខឬក្រឡេកមើលទៅកាន់ទិសផ្សេងទេណានឹងបន្តទៅខ្សែអត្ថសម្លេងធัวទី7ទៀតនៅក្នុងថ្ងៃ15រោចស្អែកនេះដែលជាថ្ងៃបកតិឧបោសថធំសម្រាប់ញាតិញោមពុទ្ធបរិស័ទទេណាក្នុងថ្ងៃនេះគឺល្មមសំគួរប៉ុណ្ណឹងដើម្បីឲ្យញាតិញោមកាន់តែបានយល់ចំពោះព្រះពុទ្ធដីកាក្នុងមហាសតិប្បដ្ឋានសូត្រញាតិញោមបានយល់ក្នុងមហាសតិប្បដ្ឋានសូត្រដោយព្រះពុទ្ធដីកាយ៉ាងណាញាតិញោមគង់នឹងមានបៃតេតាមួយជាគឺបាននៅក្រោមម្លប់នៃព្រះពុទ្ធសាសនាពិតហើយមានការបដិបត្តិដោយមិនកង្វល់ចំពោះសម្បត្តិជាលោកីដោយអំណាច